នេះគឺជាវីដេអូជប់លៀងតាំងពីដើមឆ្នាំថ្ងៃចូលថ្ងៃទី1ខែ1ឆ្នាំ2026ប៉ុន្តែទៅកាត់ហើយក៏មិនជាអីរវល់ណាស់ដែរប៉ុន្តែមិនដឹងថារងនឹងកាត់ថាម៉េចព្រោះវីដេអូគេមានគ្រប់តែគ្នាដើមឆ្នាំចុងឆ្នាំវាជប់លៀងគ្រប់គ្នាអញ្ចឹងខ្ញុំវាស្ដាយវីដេអូពេកអញ្ចឹងខ្ញុំត្រូវតែកាត់វាដើម្បីកុំឲ្យពេញទូរស័ព្ទឥឡូវពេញទូរស័ព្ទអស់ហើយ memory គឺ full storage អញ្ចឹងកុំឲ្យថតឲ្យស្ដាយអាវ៉ាន់នេះចោលយើងចូលវីដេអូឲ្យផុសទេអ្នកស្ដាប់អ្នកមើលអត់មិនអត់ខ្វល់ខុសហើយต้องមើលខ្លួនឯងតទៅពីជប់លៀងនៅក្រុមហ៊ុនរួចហើយក៏បន្តដំណើរទៅយូកូហាម៉ាដើម្បីជប់លៀងជុំបងប្អូនខ្មែរដែលជាសិស្សច្បងរៀនច្បងលោកគ្រូអ្នកគ្រូដែលគាត់ជាងចាស់នៅជប៉ុនណាតែขี้រាច់ទេអត់ដកជាមួយនឹង oyster អត់ចូលចិត្តទេតពីបញ្ចប់ការជប់លៀងនៅយូកូហាម៉ារួចហើយក៏ត្រឡប់មកទីលំនៅអាស្រមព្រោះថ្ងៃស្អែកយើងត្រូវធ្វើការអញ្ចឹងយើងត្រូវត្រឡប់មកវិញទៅបីយប់ជ្រេយ៉ាងណាក៏ដោយឆ្នាំនេះផងដែររើធ្លាក់ខ្លាំងច្រើនមែនទែននៅខាងខ្ញុំនៅហីកាស៊ីនិយាយរួមចាប់ពីតូក្យូសេតាម៉ាគឺរើធ្លាក់ខ្លាំងច្រើនមែនទែនតែតំបន់ខ្លះគឺអត់សូវធ្លាក់ទេបងប្អូនទាំងអស់គ្នាតែកន្លែងខ្ញុំឆ្នាំនេះគឺធ្លាក់ច្រើនខ្លាំងមែនទែនដល់ចិត្តមកថ្នាំងដៃមកចង្អុលដៃឃើញប្រូនអញ្ចឹងនឹកឃើញការនៅខ្មែរថាមកជប៉ុនចង់ឃើញគេចង់ឃើញព្រិលអួតប្រាប់គេចង់ឃើញព្រិលតែឥឡូវមិនមែនទេឃើញព្រិលស្អប់ខ្លាំងមែនទែនដោយសារតែពេលធ្លាក់ព្រិលហ្នឹងគឺវាត្រជាក់ខ្លាំងហើយនៅពេលត្រជាក់ខ្លាំងហ្នឹងគឺវាមិនមែនត្រជាក់ធម្មតាទេជាពិសេសដៃហើយនឹងមាត់របស់យើងហ្នឹងគឺវារឹងដូចជាមកចូលចាក់ក្នុងសាច់ចឹងពីព្រោះនេះអត់កើតយ៉ាងវិញទៀតនៅពេលដែលយើងធ្វើដំណើរឬក៏ជិះម៉ូតូជិះឡានអីនេះគឺវាពិបាកដោយសារតែព្រិលគឺវាអិលខ្លាំងមែនទែនតែប្រហែសគឺដួលបើដួលទៅគឺជ្រេពេញណាពេញណីចឹងហើយមួយវិញទៀតដោយសារយើងធ្វើការខាងក្រៅវាពិបាកហើយសឹងតែស្រែកយំម្ដងណាសរុបសេចក្តីមកវីដេអូនេះគឺចង់និយាយអំពីវីដេអូឆ្លងឆ្នាំប៉ុន្តែដោយសារតែព្រិលនឹងវាធ្លាក់ដើមឆ្នាំចុងឆ្នាំនឹងដែរក៏បូកសរុបលទ្ធផលមកគឺថានិយាយអត់ដឹងក្បាលដឹងកតុយទេសង្ឃឹមថាអ្នកមើលមិនវិលមកហើយក៏មិនវិញដែរអូខេបាយបាយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងមើលហើយអូនលោកចៅកន្លែងហើយ so cool